បងប្អូនតើធ្លាប់មានពេលណាដែលបងប្អូនមានចំនួនជាមួយនរណាម្នាក់ហើយបងប្អូនប្រកាស 100% ថាបងប្អូនមើលឃើញការពិតតែពេលក្រោយមកទើបដឹងថាបងប្អូនបានមើលរំលងចំណុចសំខាន់មួយចំនួនឬក៏មើលឃើញអ្វីដែលមិនគួរកើតឡើងសោះដែរឬទេបើធ្លាប់សូមកុំបារម្ភព្រោះនេះមិនមែនជាកំហុសរបស់បងប្អូននោះទេតែវាជាលក្ខណៈធម្មជាតិរបស់ខួរក្បាលមនុស្សយើងវីដេអូនេះយើងនឹងមកស្វែងយល់អំពីគំនិតមួយដែលនឹងផ្លាស់ប្ដូររបៀបដែលបងប្អូនមើលពិភពលោកនោះគឺការទទួលដឹងដែលយើងហៅវាថា perception ដែលជាមុខងារសំខាន់បំផុតនៅក្នុងប្រព័ន្ធឯករាជ្យហើយយើងនឹងរៀនអំពីរបៀបដែលបងប្អូនអាចអាប់ក្រេតខួរក្បាលរបស់ខ្លួនឯងឲ្យមើលឃើញការពិតកាន់តែច្បាស់ជាងមុនតើអ្វីទៅជាការទទួលដឹងនៅក្នុងវិទ្យាសាស្ត្រព័ត៌មានវិទ្យាការទទួលដឹងគឺជាជំហានដំបូងវាគឺជាសមត្ថភាពនៅក្នុងការទទួលយកទិន្នន័យពីបរិស្ថានហើយបំប្លែងវាទៅជាគំរូនៅក្នុងខួរក្បាលក៏ប៉ុន្តែសម្រាប់មនុស្សយើងវិញខួរក្បាលមិនមែនជាកាមេរ៉ាដែលថតរូបបានត្រឹមតែ 100% នោះទេប៉ុន្តែវាគឺជាម៉ាស៊ីនបកស្រាយមុននឹងទិន្នន័យចេញពីភ្នែកចេញពីត្រចៀករបស់បងប្អូនទៅដល់ផ្នែកគិតរបស់ខួរក្បាលរបស់បងប្អូនវាត្រូវឆ្លងកាត់តម្រង3យ៉ាងសិនទី1គឺការលំអៀងគឺជាអ្វីដែលបងប្អូនចង់ជឿទី2គឺបទពិសោធន៍ពីអតីតកាលវាគឺជាអ្វីដែលបងប្អូនធ្លាប់ជួបនិងទី3គឺជាស្ថានភាពអារម្មណ៍បច្ចុប្បន្នដែលថាតើបងប្អូនកំពុងខឹងភ័យឬក៏រំភើបដែរឬទេដោយសារតម្រងទាំង3នេះហើយទើបជួនកាលយើងមើលឃើញអ្វីដែលគ្មានដូចជាការសង្ស័យថាគេនិយាយអាក្រក់អំពីយើងតែការពិតគេគ្រាន់តែនិយាយធម្មតាតែប៉ុណ្ណោះឬក៏ការមើលរំលងអ្វីដែលមានដូចជាឱកាសល្អៗដែលនៅពីមុខតែយើងមើលមិនឃើញដោយសារតែការភ័យខ្លាចជាដើមតើយើងត្រូវធ្វើដូចម្តេចដើម្បីកែលម្អរឿងនេះចំណុចសំខាន់នោះគឺយើងត្រូវតែអនុវត្តការសង្កេតដោយសកម្មដែលយើងហៅវាថា active observation តើវាខុសពីការសង្កេតធម្មតាយ៉ាងដូចម្តេចការសង្កេតធម្មតាគឺការឃើញអ្វីជឿអ្វីប៉ុន្តែការសង្កេតដោយសកម្មគឺជាការឈប់មួយផ្លែតហើយសួរខ្លួនឯងថាតើអ្វីជាការពិតនៃវត្ថុវិស័យរបស់ខ្ញុំដែលហៅវាថា objective fact ហើយតើអ្វីជាការបកស្រាយរបស់ខ្ញុំដែលហៅវាថា subjective conclusion ឧទាហរណ៍ការពិតមិត្តភ័ក្តិរបស់បងប្អូនមិនបានឆ្លើយតបសាររបស់បងប្អូនអស់រយៈពេល3ម៉ោងការបកស្រាយរបស់បងប្អូននឹងគិតថាមកពីគាត់ខឹងខ្ញុំឬគាត់មិនសូវខ្វាយខ្វល់ពីខ្ញុំជាដើមការសង្កេតដោយសកម្មបង្រៀនឲ្យយើងនៅជាប់នឹងការពិតមុននឹងលោតទៅរកការបកស្រាយនៅក្នុងវិទ្យាសាស្ត្រព័ត៌មានយើងហៅការធ្វើបែបនេះថាការចាប់យកទិន្នន័យដោយមានភាពត្រឹមត្រូវខ្ពស់នៅក្នុងជីវិតរបស់បងប្អូនវាមានន័យថាទី1កុំទុកចិត្តលើប្រភពព័ត៌មានតែមួយទី2ស្វែងរកប្រភពចម្រុះដើម្បីផ្ទៀងផ្ទាត់ការយល់ឃើញដំបូងរបស់បងប្អូនធៀបជាមួយនឹងការពិតតើបងប្អូនអាចចាប់ផ្ដើមអនុវត្តវាយ៉ាងដូចម្តេចត្រង់ចំណុចនេះខ្ញុំសូមណែនាំបងប្អូនចំនួន3ជំហានទី1គឺអនុវត្តវិធានឈប់មើលហើយសួរនៅពេលដែលមានរឿងអ្វីមួយធ្វើឲ្យបងប្អូនមានអារម្មណ៍ខ្លាំងចូលឈប់សួរខ្លួនឯងថាតើខ្ញុំកំពុងមើលឃើញការពិតឬក៏ខ្ញុំកំពុងតែមើលឃើញតាមរយៈអារម្មណ៍របស់ខ្ញុំជំហានទី2ស្វែងរកភស្តុតាងចម្រុះមុននឹងសម្រេចចិត្តឬក៏វិនិច្ឆ័យនរណាម្នាក់សូមស្វែងរកទិន្នន័យឬក៏មតិពីប្រភពទី2និងទី3សិនកុំឲ្យការលំអៀងរបស់បងប្អូនបញ្ជាក់ដែលវាធ្វើឲ្យបងប្អូនមើលឃើញតែអ្វីដែលបងប្អូនចង់ឃើញតែប៉ុណ្ណោះជំហានទី3គឺការធ្វើតេស្តការពិតចូលបងប្អូនហ៊ានសួរមនុស្សដែលបងប្អូនទុកចិត្តថាតើពួកគាត់មានមើលឃើញរឿងនេះដូចបងប្អូនដែរឬទេការធ្វើបែបនេះនឹងជួយលាងសម្អាតតម្រងផ្ទាល់ខ្លួនរបស់យើងបានបងប្អូនការទទួលដឹងរបស់បងប្អូនកាន់តែច្បាស់លាស់គំរូផ្លូវចិត្តរបស់បងប្អូននឹងកាន់តែមានភាពត្រឹមត្រូវហើយភាពច្បាស់លាស់នេះមិនមែនគ្រាន់តែជារឿងធម្មតានោះទេវាគឺជាវិធីតែមួយគត់ដើម្បីធានាថាព័ត៌មានដែលបងប្អូនយកមកធ្វើសកម្មភាពគឺជាព័ត៌មានដែលមានសុពលភាពនិងមានប្រយោជន៍ពិតប្រាកដសម្រាប់ការរស់រានមានជីវិតនិងភាពជោគជ័យរបស់បងប្អូនចាប់ពីថ្ងៃនេះតទៅសូមកុំទុកចិត្តលើអារម្មណ៍ដំបូងរបស់បងប្អូនភ្លាមសូមវឹកហាត់ការសង្កេតដោយសកម្មស្វែងរកការពិតផ្ទៀងផ្ទាត់ជាមួយការពិតហើយបងប្អូននឹងឃើញថាពិភពលោកនឹងក្លាយទៅជាកន្លែងដែលបងប្អូនអាចគ្រប់គ្រងនិងឆ្ពោះទៅរកភាពជោគជ័យយ៉ាងពិតប្រាកដរបស់បងប្អូន